លោកប្រធានាធិបតីដូណាល់ត្រាំបញ្ជាឲ្យកងទ័ពអាមេរិកវាយប្រហារអេរ៉ុងរួចបែរជាចង់ភ័យខ្លួនឯងប្រកាសសុំបន្តចរចាជាបន្ទាន់ប៉ុន្តែអេរ៉ុងក្រវីក្បាលអត់យល់ព្រមទេយោងទៅតាម CNN លោកប្រធានាធិបតីត្រាំបានលើកឡើងថាកិច្ចពិភាក្សាបន្តកំពុងតែរៀបចំធ្វើឡើងនៅក្នុងថ្ងៃនេះនៅកាតាហើយបេសកជនពិសេសរបស់លោកគឺលោក Steve Witkoff កំពុងតែធ្វើដំណើរមកទីក្រុងដូហាប៉ុន្តែលោក Ismail ដែលជាអ្នកនាំពាក្យក្រសួងការបរទេសអេរ៉ុងបានលើកឡើងថាគ្មានកិច្ចពិភាក្សាណាមួយត្រូវបានក្រុងធ្វើឡើងជាមួយអាមេរិកនោះឡើយនៅប៉ុន្មានថ្ងៃខាងមុខនេះនៅក្នុងកម្រិតណាក៏គ្មានដែរបើទោះបីជាយ៉ាងណាក៏ដោយគណៈប្រតិភូជំនាញរបស់អេរ៉ុងនៅតែធ្វើដំណើរទៅកាន់ទីក្រុងដូហាតាមក្រោយនៅសប្តាហ៍នេះលោក Ismail បានលើកឡើងបន្តថាអេរ៉ុងនិងអាមេរិកនៅមិនទាន់ឈានដល់ដំណាក់កាលចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងចុងក្រោយនៅឡើយនោះទេព័ត៌មានផ្ទុយគ្នារវាងអាមេរិកនិងអេរ៉ុងនេះគឺជាសញ្ញាបង្ហាញឲ្យឃើញថាការចរចាដែលដាក់អសានវ៉ាត60ថ្ងៃមិនដឹងជាអាចរកច្រកចេញចុងក្រោយឬក៏អត់នោះទេបើគ្រាន់តែនិយាយមិនយល់គ្នាបន្តិចបន្តួចសោះប្រយុទ្ធគ្នាផ្អើលពិភពលោកឡើងវិញបាត់ទៅហើយនោះកាលពីចុងសប្តាហ៍លោក Ismail បានបន្តថាក្រោមចំណុចទី13នៃ MOU រវាងអាមេរិកនិងអេរ៉ុងបានចែងថាកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងចុងក្រោយអាចចាប់ផ្ដើមទៅបានលុះត្រាតែមានការចាប់ផ្ដើមអនុវត្តចំណុចទី1ចំណុចទី10និងចំណុចទី11ជាមុនសិនហើយថាប្រតិភូអាមេរិកមកកាតាគឺមិនជាប់ពាក់ព័ន្ធនឹងដំណើររបស់ប្រតិភូអេរ៉ុងនៅកាតានោះឡើយរីឯលោកប្រធានាធិបតីមូហ្សូតបានលើកឡើងថាអេរ៉ុងនឹងគោរពទៅតាមការសន្យារបស់ខ្លួនបើអាមេរិកគោរពទៅតាមដូចគ្នាប៉ុន្តែលោកបានប្រមានថាទីក្រុងតេហេរ៉ុងនឹងឆ្លើយតបវិញឲ្យបានចាស់ដៃជាទីបំផុតបើអាមេរិកហ៊ានតែបង្កការគំរាមកំហែងបន្តទៀតលើអេរ៉ុងជុំវិញការគំរាមនេះលោកត្រាំបានបោះពាក្យសម្ដីជាថ្មីរួចហើយថាអេរ៉ុងប្រយ័ត្នបាត់មុខពីផែនដីប៉ុន្តែមានអ្នកខ្លះបានពិភាក្សាថាបើអស់ផ្លូវចុងក្រោយអាមេរិកមានតែប្រើនុយក្លេអ៊ែរប៉ុន្តែលោកត្រាំហាក់នៅស្ដាយប្រេងរបស់អេរ៉ុងនៅឡើយទេរកឃើញហើយវិធីធ្វើឲ្យយន្តហោះចម្បាំង F16 អស់លក្ខហើយក៏រកឃើញដែរអាចចម្បាំងហេតុអ្វីបានជាយន្តហោះចម្បាំងរុស្ស៊ីប្រើឆាត់យងនៅកន្ទុយដើម្បីចោះចតដោយសុវត្ថិភាពគណៈយន្តហោះចម្បាំងអាមេរិកប្រើត្រឹមតែ Frank Discarbon ដ៏មានអនុភាពដើម្បីបញ្ឈប់ល្បឿននោះក្នុងគោលលទ្ធិអាកាសចរយោធារុស្ស៊ីចែងថាយន្តហោះចម្បាំងរបស់ខ្លួនត្រូវតែអាចដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈបើទោះបីជាផ្លូវរត់លំបាកយ៉ាងណាក៏ដោយពលគឺដាច់ខាតត្រូវតែអាចដំណើរការទៅបានចេញពីផ្លូវរត់ដែលប្រដប់ផ្លូវខូចខាតឬក៏ផ្លូវរត់ខ្លីៗហេតុដូច្នេះការដាក់ឆាត់យងនៅនឹងកន្ទុយនឹងជួយឲ្យយន្តហោះធ្ងន់ដែលមានទម្ងន់លើស20តោនឈប់បានយ៉ាងលឿនដោយមិនហោះហួសផ្លូវរត់មួយវិញទៀតមូលដ្ឋានទ័ពរុស្ស៊ីតែទៅជួបប្រទះនឹងអាកាសធាតុរដូវរងាដ៏ត្រជាក់ដែលជាហេតុធ្វើឲ្យផ្លូវរត់ផ្លូវបេតុងគ្របដណ្ដប់ទៅដោយទឹកកកនិងព្រិលរអិលហើយហ្វ្រាំងកុងធម្មតាមិនអាចទប់នឹងសភាពរអិលនៅលើផ្ទៃទឹកកកបានឡើយហេតុដូច្នេះមានតែឆាត់យងនៅនឹងកន្ទុយទេដែលអាចបញ្ឈប់ល្បឿនបានយ៉ាងលឿននិងមានប្រសិទ្ធភាពនៅក្នុងស្ថានភាពបែបនេះលើសពីនេះរុស្ស៊ីក៏យល់ឃើញផងដែរថាការផ្ដាច់ឆាត់យងនៅកន្ទុយដើម្បីបញ្ឈប់ល្បឿនគឺអាចជួយធ្វើឲ្យកង់និងហ្វ្រាំងកង់យន្តហោះចម្បាំងមានអាយុកាលប្រើប្រាស់បានយូរព្រោះការបញ្ឈប់យន្តហោះប្រយុទ្ធល្បឿនលឿនដោយគ្មានឆាត់យងវាបង្កើនកម្ដៅខ្លាំងដែលធ្វើឲ្យឌីហ្វ្រាំងនិងកៅស៊ូកង់ងាយនឹងរលួយយ៉ាងឆាប់រហ័សចុះហេតុអ្វីបានជាយន្តហោះចម្បាំងអាមេរិកចោះចតបានដូចគ្នាដោយមិនចាំបាច់ប្រើឆាត់យងនៅនឹងកន្ទុយអីចឹងត្រង់ចំណុចនេះគឺអាមេរិកពឹងផ្អែកទៅលើយុទ្ធសាស្ត្រផ្លូវរត់វែងយន្តហោះចម្បាំងរបស់អាមេរិកដូចជា F15 F16 ត្រូវបានផលិតឡើងសម្រាប់ប្រតិបត្តិការពីមូលដ្ឋានទ័ពអាកាសដែលមានផ្លូវរត់ស្អាតវែងលើសពី2400ម៉ែត្រហេតុដូច្នេះបើចង់ធ្វើឲ្យ F15 F16 បញ្ឈរជើងខ្លាយជាដៃធម្មតាគឺវាប្រហារនៅលើផ្លូវរត់របស់វាឲ្យខូចខ្ទេចវានឹងអស់លក្ខហើយគោលលទ្ធិយោធាអាមេរិកពឹងផ្អែកទៅលើ Frank Discarbon ដ៏មានអនុភាពដើម្បីបញ្ឈប់ល្បឿនយន្តហោះចម្បាំងរបស់ខ្លួនដោយរចនាឲ្យក្បាលយន្តហោះរាងងើយឡើងលើជម្រើសនៃការរចនាបែបនេះគឺដើម្បីកាត់បន្ថយការថែទាំនិងមិនចាំបាច់រៀបចំឆាត់យងឡើងវិញពេលចុះចតរួចលើកលែងតែយន្តហោះបំបាំងកាយ S35 របស់ Norwest ដែលនៅប្រើវិធីសាស្ត្របំពាក់ឆាត់យងដើម្បីសម្របទៅនឹងបរិយាកាសត្រជាក់ខ្លាំងនិងដើម្បីអាចចុះចតនៅលើផ្លូវរត់ខ្លីក្នុងតំបន់អាតិចបានចោះបើគ្មានផ្លូវរត់វែងអញ្ចឹងសួរថាយន្តហោះចម្បាំងអាមេរិកចោះចតលើនាវាផ្ទុកយន្តហោះចម្បាំងដោយរបៀបណាចម្លើយគឺនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកប្រើខ្សែកាបដើម្បីតាក់ទងទៅនឹងដែកដែលមានរាងដូចផ្លែសន្ទូចនៅនឹងកន្ទុយហោះដើម្បីបញ្ឈប់ល្បឿនរបស់វា